ខ្ញុំទៅធ្វើវីដេអូផុសបាន2ថ្ងៃជាប់គ្នានេះខ្ញុំឃើញបងមួយគាត់បានឆាតឲ្យខ្ញុំមើលគូច្រើនណាខ្លះក៏បានចូលមើលខ្លះក៏អត់ទាន់បានចូលមើលគេគាត់ផ្ញើឲ្យមើលបានច្រើនហើយម្សិលមិញនេះពងដែរហាត់ប្រាណសុកស្រាប់តែ Telegram លុបមកពើចូលឆែកមើលមានមួយគាត់ផ្ញើគូឲ្យមើលគាត់តែមួយផ្ញើមកភ្លាមខ្ញុំនេះបញ្ញារៀបចំចេញទៅមើលគូព្រោះដោយសាររៀនល្ងាចដែរហើយតម្រាំតែទៅដល់កន្លែងគាត់ហ្នឹងយប់ល្មមតែអត់ជាបញ្ហាអីទេយប់ក៏អាចមើលបានដែរខ្ញុំយប់ក៏ទិញថ្ងៃក៏ទិញដែរគឺបានទាំងអស់តែទៅដល់នេះឃើញគូគាត់ល្អមែនសាច់មូលដូចបាល់អញ្ចឹងសាច់ទាំងអស់យកហ្មងខ្ញុំនេះចូលចិត្តទិញណាឲ្យតែប្រភេទគូលក្ខណៈមកសាច់អញ្ចឹងមិនសូវខុសគ្នាហ្មងនេះត្រូវឲ្យមកទិញលើកទី1ទេនេះនិយាយទៅលើកទី1តែមិនស្គាល់គាត់លើកដំបូងដែរហើយខ្ញុំសួរថាគាត់ថាបានលេខខ្ញុំមកពីណាគាត់ថាបានមកពីតាម page ឃើញខ្ញុំផុសវីដេអូម្សិលមិញខ្ញុំបានផុសវីដេអូមួយដែរបើសិនជាបងតាមថា page ខ្ញុំបានឃើញខ្ញុំផុសវីដេអូម្សិលមិញហើយគូនេះចរចាគ្នាក៏អត់យូរដែរគឺលឿនទេត្រូវតម្លៃឆាប់ដែរដោយសារតែគាត់ដាក់មកគឺតម្លៃខ្ញុំអាចទទួលយកបានអញ្ចឹងហើយក៏មិនចរចាយូរទេតែប្រហែលនាទីគឺត្រូវគ្នាបាត់ហើយជាទូទៅពេលដែលខ្ញុំទិញនៅកន្លែងអញ្ចឹងគេដាក់មកដល់កន្លែងអញ្ចឹងគឺទិញថ្លឹងគីឡូប៉ុន្តែដល់ពេលដែលខ្ញុំមើលដល់ទីតាំងជិះគឺទិញម៉ៅហើយសម្រាប់ខ្ញុំគឺម៉ៅក៏ខ្ញុំទិញថ្លឹងក៏ខ្ញុំទិញដែរអាស្រ័យលើបងមួយដែលគាត់ចង់លក់ម៉ៅឬក៏ចង់លក់ថ្លឹងខ្ញុំទិញបានទាំងពីរជ័យរួមឲ្យតែបងមួយហៅខ្ញុំទៅមើលគឺខ្ញុំទៅមើលហើយចិត្តឆ្ងាយអីដាក់តែតម្លៃមកផ្ញើគូឲ្យខ្ញុំមើលតាមឆាតក៏បានតាម Telegram លេខរបស់ខ្ញុំក៏បានផ្ញើឲ្យមើលមកដាក់តម្លៃមកខ្ញុំអាចទៅមើលបានគឺខ្ញុំទៅមើលហើយគូនេះមកមើលទាំងយប់គឺត្រូវទាំងយប់ដឹកទាំងយប់ទៅវាហ្មងអត់មានចាំស្អែកចាំអីទេលើ page ពេលខ្ញុំផុសរូបជាស្លឹកប្រកាសរត់ទិញខ្ញុំចំណាំមើលដូចជាបងអត់សូវឃើញ page របស់ខ្ញុំតែដល់ពេលខ្ញុំធ្វើជាលក្ខណៈវីដេអូចេះបងមួយឃើញខ្ញុំច្រើនអញ្ចឹងមានអីទេមានតែព្យាយាមធ្វើវីដេអូប្រកាសទិញចេះបានបងមួយគាត់បានឃើញខ្ញុំច្រើនឥឡូវនេះគូបានឡើងមកដល់លើឡានអស់ហើយនៅតែបន្តិចទេគឺពិនិត្យមើលខ្សែកខ្សែអីខ្លាចវារឹបករៀបអីអញ្ចឹងបែកអីអញ្ចឹងណាបងព្រួយមុនចេញមុនអីអញ្ចឹងគឺយើងត្រូវពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់បានយើងសនុកក្នុងខ្លួនព្រោះដោយសារយើងដឹកផ្លូវឆ្ងាយយើងតតែពិនិត្យមើលឲ្យច្បាស់ខ្លាចបែកអីទៅចប់ព្រោះសារធ្លាប់មានបទពិសោធន៍គូបែកងាប់លើឡានអញ្ចឹងយើងត្រូវតែប្រយ័ត្នហើយនេះចាប់ដើមចេញដំណើរទៅផ្ទះហើយទៅក្រោលថ្មីទៅក្រោលគូថ្មីហើយក្នុងថ្ងៃយប់តែមួយគ្នាហ្នឹងក៏ទៅទិញគូនៅមួយកន្លែងទៀតប៉ុន្តែគូមួយដោយសារតែជ្រុលថារវល់ហើយគឺរវល់ហើយមកយប់ហ្នឹងហើយហ្មងតែនេះតែយកគូនៅចិត្តនៅកន្លែងខ្ញុំដែរទេចងជើងដាក់លើឡាននេះហើយទៅយកហ្នឹងម្ចាស់គេមិននៅម្ចាស់គេទៅការបាត់ហើយតែម្ចាស់គេឲ្យចូលចាប់ទៅចងជើងដាក់អីដាក់លើឡានខ្លួនឯងទៅអីទេរួចនេះបានមកដល់ក្រោលជុំគ្នាអស់ហើយមកដល់ភ្លាមដាក់ចូលក្នុងក្រោលចាប់ដើមចាក់ពូតចាក់អីឲ្យវាស៊ីវាមានពោះពួយគោមើលទៅសបាក់ពោះពួយណាមួយទៀតហ្នឹងខ្លាចវាស្រកសាច់ស្រកអីអញ្ចឹងដាក់ឲ្យវាស៊ីអញ្ចឹងបើសិនជាបងមួយណាដែលមានគូដុតសាច់ល្អអញ្ចឹងចង់លក់អីឆ្ងាតឲ្យខ្ញុំមើលមកបាទឆាតតាមលេខរបស់ខ្ញុំទៅ Telegram ខ្ញុំដាក់នៅខាងលើចាំឆាតតាមទាំងមកបងឬក៏តាក់ទងទៅខ្ញុំផ្ទាល់ក៏បានដែរហើយខ្ញុំម៉ៅក៏ទិញដែរម៉ៅគឺខ្ញុំទិញដែរតែបងហៅខ្ញុំទៅមើលអញ្ចឹងអរគុណច្រើនបងមួយកុំភ្លេចជួយ like ជួយ share វីដេអូនេះផងណាបង